ការពី1ម៉ោងជាងមុននេះមានករណីរំជួលផែនដីមួយនៅទីក្រុងបាងកក 7.7 Victor ដែលយើងអាចនិយាយបានថាគឺជាករណីរំជួលផែនដីកម្រិតធ្ងន់ 7.7 Victor ដែលធ្វើឲ្យអាគារបាក់ហើយនឹងរំជួលអាគារខ្លាំងមែនទែនអ្នកនរគ្នាបងប្អូនអ្នកនរគ្នាអាចមើលវីដេអូនេះបានឥឡូវនេះគេកំពុងតែផុសវីដេអូដែលអាគារបាក់ធ្លាក់ហើយមុននេះបន្តិចមានគេផុសវីដេអូអាគារខ្លះគឺវាស្ផ្លាស់ទឹកមានន័យថាទឹកនៅអាងហែទឹកហ្នឹងគឺវាមិនជួយទៅវាអង្គើទាំងអស់ហើយធ្លាក់បណ្ដានធ្លាក់អីមានបងប្អូនខ្មែរយើងរស់នៅនឹងច្រើនហើយអ្នកនៅខុនដូរត់ចេញតាមចរាចរណ៍ជើងដោយសារតែពេលរំជួលផែនដីគឺអាចចេញតាមចរាចរណ៍យន្តទេខ្លាច់គាំងជាប់គឺចុះមកគឺស្លន់ស្លោខ្លាំងមែនតើករណីនេះគឺបានកើតឡើងនៅកណ្ដាលទីក្រុងបាងកកតែម្ដងដែលជាករណីលើកទី1ដែលមានការរំជួលផែនដីខ្លាំងជាងគេរហូតដល់ 7.7 Victor ជាទូទៅ 7.7 Victor អាចនិយាយបានថាគឺជា very powerful មានន័យថារំជួលផែនដីគឺខ្លាំងកម្រិតធ្ងន់តែម្ដងដែលអាចធ្វើឲ្យអាគារបាក់ធ្លាក់ហើយជាពិសេសនៅទីក្រុងបាងកកគឺសម្បូរទៅដល់អាគារច្រើនប្រជាជនរហូតដល់17លានអ្នកនៅទីក្រុងបាងកកបងប្អូនគឺភាគច្រើនគាត់នៅអាគារទាំងអស់ហ្នឹងហើយឥឡូវនេះគឺអ្នកទាំងអស់គ្នាដែលគាត់រស់នៅអាគារសូមចេញពីអាគារហើយរត់ចុះមកកន្លែងទីដែលមានសុវត្ថិភាពរហូតដល់ការរំជួលផែនដីនេះស្ងប់ស្ងាត់សិនមិញនេះគឺមានការរត់ស្លន់ស្លោខ្លាំងមែនតើបងប្អូនអ្នកគ្នារត់ពេញទឹកពេញដីតែម្ដងព្រោះនៅទីក្រុងបាងកកសម្បូរទៅដល់អាគារច្រើនមែនតើដែលជួយចេញមកធ្លាក់បដានធ្លាក់អីគឺជាលើកទី1ដែលនៅក្នុងប្រទេសថៃដែលព័ត៌មាននេះគឺ spread ទូទាំងពិភពលោកតែម្ដងអញ្ចឹងខ្ញុំរៀបឡើងយន្តហោះទៅប្រទេសថៃថ្ងៃហ្នឹងដោយសារតែខ្ញុំចេញពីហុងកុងទៅ fly ខ្ញុំទៅថៃអញ្ចឹងខ្ញុំអត់ហោះទៅថៃទៀតទេខ្ញុំហោះពីហុងកុងហ្នឹងគឺទៅវៀតណាមហើយបើខ្ញុំជិះឡានមកខ្មែរវិញអ្នកទាំងអស់គ្នាបើសិនជាបងប្អូនអ្នកគ្នាមានបំណងចង់ទៅលេងប្រទេសថៃសូមផ្អាកសិនដោយសារតែឥឡូវនេះមានករណីជ្រួលច្បល់ខ្លាំងមែនតើមនុស្សកំពុងតែរកផ្ទះរកកន្លែងទៅនៅថ្មីដោយសារតែមិនជួយនេះគឺវាខ្លាចដោយសារតែអត់ដែលមានការបញ្ជួយដល់ 7.7 Victor ពីមុននេះធ្លាប់តែមាន 3 4 5នេះធម្មតា 7.7 នឹងលក្ខណៈដូចជំជួយខ្លាំងដូចនៅជប៉ុនអញ្ចឹងបងប្អូនអ្នកគ្នាគឺឡើងស្ផ្លាស់ទឹកខុនដូអាទឹកខុនដូនឹងវាធ្លាក់ចេញមកអាងហើយទឹកហើយបណ្ដានហើយកញ្ចក់ប្រួយនឹងធ្លាក់ចុះមកក្រោមមានគេថតបានច្រើនមែនទែនសូម្បីតែជនជាតិបរទេសដែលគាត់រស់នៅទីក្រុង California នឹងគាត់បាននិយាយថាគាត់ធ្លាប់ជួបករណីជួយផែនដីនៅកាលីច្រើនមែនទែនក៏គាត់អត់ដែលបានជួបករណីធំរហូតដល់ 7.7 Victor នឹងដែរបងប្អូនអញ្ចឹងបើអ្នកនរគ្នាត្រូវការហោះពីចេញពីប្រទេសណាមួយទៅ transit នៅថៃមិនបាច់ទេដូរជើងយន្តហោះចេញវិញដោយសារតែឥឡូវនេះកំពុងតែចលាចលធម្មតាមិនជួយផែនដីឲ្យចប់ហើយប៉ុន្តែមនុស្សកំពុងតែចលាចលរកកន្លែងគេងធ្លាក់អាគារធ្លាក់អីចឹងគឺវាមានការភ័យព្រួយមែនតើហើយព័ត៌មានបន្ថែមទៀតខ្ញុំនឹងអាប់ដេតបង្ហាញបងប្អូនទាំងអស់គ្នាថាតើមានអាគារណាខ្លះដែលខូចខាតអាគារណាខ្លះដែលមានបញ្ហាខ្លះបន្ថែមទៀតដោយឡែកឥឡូវនេះគឺប្រទេសថៃគឺមានការជ្រួលច្បល់ខ្លាំងមែនតើហើយសង្ឃឹមថា earthquake នេះ stop soon ហើយអ្វីៗត្រឡប់មកល្អឡើងវិញក៏ប៉ុន្តែមើលទៅអត់ល្អអ្នកទាំងអស់គ្នាខ្ញុំធ្លាប់ទៅ earthquake ខ្ញុំធ្លាប់ជាប់នៅហ្វីលីពីនណាតា5 Victor ជាងអ្នកនរគ្នាគឺគេបិទអត់ឲ្យចេញនៅថៃ 17.7 Victor consider ថាវាគឺខ្លាំងតែម្ដងអ្នកនរគ្នាខ្ញុំមើលព័ត៌មានខ្ញុំឃើញព័ត៌មានហើយគឺខ្ញុំព្រួយសវល់ខ្លាចតែម្ដងពីព្រោះថាបងប្អូនអ្នកនរគ្នាដឹងហើយប្រទេសថៃមានអាគារច្រើនអាគារចាស់ច្រើនដែលគេកសាងអត់មានមិនស្គាល់មានអីទេដឹងហើយស្រាប់ហើយថានៅអាស៊ីយើងគឺអត់ទាន់មានករណីជួយផែនដីគួរឲ្យធ្ងន់ធ្ងរដូចនៅជប៉ុននៅអីអញ្ចឹងអាគារមួយគ្រាន់តែជាអាគារធម្មតាអត់មានមិនស្គាល់មានអីទេប៉ុន្តែបើនៅជប៉ុននៅអីមិនជួយអញ្ចឹងមានមិនស្គាល់ឲ្យចប់ហើយណាយើងតាមជួយចឹងឲ្យគ្រឹះឲ្យទៅមិនស្រួលបាក់ហ្មងដេកមិនស្រួលបាក់ទៅតែម្ដងម្ដងទៀតគឺទៅហើយពីព្រោះករណីនេះគឺជាករណីដែលវាប្រហារទីក្រុងបាងកកលើកដំបូងក្នុងប្រវត្តិសាស្ត្រតែម្ដង 7.7 Victor ដែលអាចធ្វើឲ្យអាគារនឹងរលំគឺមិនជួយអាចនឹងរលំតែម្ដងអញ្ចឹងសម្រាប់អ្នកណាដែលគាត់រស់នៅអាគារខ្ពស់ៗអាចចុះមកនៅខាងក្រោមសិនអាចមករកទីទួលសុវត្ថិភាពសិនរហូតដល់គេប្រកាសស្ថានភាពថាបាងកក safe អ្នកទាំងអស់គ្នាអាចចូលទៅនៅវិញបានប៉ុន្តែជាទូទៅពេលមានករណីនឹងកើតឡើងអ្នកទាំងអស់គ្នាគួរតែពួនក្រោមតុឬក៏ចេញពីអាគារឲ្យបានលឿនមកទីទួលដែលនៅជុំវិញខ្លួនអ្នកទាំងអស់គ្នាអត់មានអាគារទាំងអស់ពីព្រោះខ្លាចវាបាក់ធ្លាក់សកលឬក៏ស្រុតនៅកន្លែងណាមួយដោយបាងកកសិតតែអាគារជាប់គ្នារហូតខ្ញុំភ័យមែនទែនដោយសារខ្ញុំឃើញឲ្យមិត្តភ័ក្ដិខ្ញុំអ្នកផ្សេងទៀតហើយឃើញណាក់ហ្វូហើយនឹងមិត្តភ័ក្ដិណាក់ហ្វូរត់ចេញពីអាគារមកគឺគាត់ភ័យស្លន់ស្លោខ្លាំងមែនទែនអញ្ចឹងផ្អាកទៅលេងបាងកកសិនអ្នកទាំងអស់គ្នាថៃគឺអត់សុវត្ថិភាពទេហើយខ្មែរយើងអត់សូវមានអាគារអីច្រើនដូចថៃខ្លាំងទេអាគារយើងមានមួយកម្លាតគ្នាអញ្ចឹងវាអាចសុវត្ថិភាពជាងបើសិនជាមានករណីជួយផែនដីខុសពីបាងកកអាគារជាប់គ្នាខ្ពស់ទៀតបងប្អូនអញ្ចឹងអ្នកទាំងអស់គ្នាត្រឡប់មកខ្មែរវិញហើយមករស់នៅកន្លែងមានសុវត្ថិភាពចាំសុវត្ថិភាពហើយគេប្រកាសអាសន្នថាល្អឡើងវិញចាំអាចត្រឡប់ទៅវិញបានករណីនេះគឺវាធ្វើឲ្យភ្ញៀវទេសចរជាច្រើនមានការភ័យស្លន់ស្លោហើយបានបុក flight ចេញពីទីក្រុងបាងកកភ្លាមតែម្ដងភាគច្រើនគេចេញតាមឡានសង្ឃឹមថាគេចេញទៅតាមកន្លែងផ្សេងទៅតំបន់សុវត្ថិភាពអញ្ចឹងណាចេញពីបាងកកទៅនៅខេត្តផ្សេងអញ្ចឹងទៅ
ពីព្រោះខ្លាចមែនតើជាពិសេសខ្លាចបំផុតគឺពេលរត់ជន់គ្នាតែម្ដងមនុស្សតែភ័យស្លន់ស្លោរត់ជន់គ្នាខ្លាំងជាងអាបាក់ទៀតខ្ញុំមើលខ្ញុំភ័យមកភ័យជំនួសមកអ្នកនរគ្នាទៅ fly ទៅហ្នឹងអត់ទៅแบบជាឆាប់បាន fly ទៅចាំខ្ញុំអាប់ដេតខាងទៀតហើយផ្សេងខាងទៀតការនេះគឺវាបានកើតឡើងកាលពី1ម៉ោង48នាទីមុនគេដែលខ្ញុំនៅហ្នឹងចង់និយាយថាវាអង្គើខ្លាំងមែនតើជាពិសេសខ្ញុំនៅជាន់ខ្ពស់ជាងគេទៀតដល់ពេលទៅវារងខ្លាំងជាងគេហ្មងអាជាន់ដែលខ្ញុំនៅហ្នឹងវារបូតពីដើមរបូតអីហើយវាជ្រាបអាំងទឹកនៅជាន់ខាងលើទៀតហ្នឹងវាជ្រាបតាមហើយឡងចដៅយន្តឡងគាំងមិនខ្ញុំចុះមកតាមចដៅជើងខ្ញុំចុះចដៅជើង30ជាន់ណាមិញណាឥឡូវខ្ញុំនិយាយអីឡើងត្រូវហើយប្រឡងអត់តន់ចូលខ្លួនវិញទេ